trên là tập hợp ban khai của bạn nôngประจักษ์ការសំទុកក្នុងកម្មវិធីអារម្មណ៍គុណខ្មែរថ្ងៃនេះតើវាសម្រាប់រតាន់វាជាការរំពឹងទុកឬក៏លើសពីការរំពឹងទុកទៀតខ្ញុំអត់រំពឹងខ្លាំងខ្ញុំសង្ឃឹមថា50តែឥឡូវខ្ញុំធ្វើបានបាទជិតតាក់ទងជាមួយការប្រកួតថ្ងៃនេះវិញជួបជាមួយដៃគូយល់យ៉ាងណាដែរចំពោះគាត់អាវុធគាត់ធ្ងន់តែគាត់អន់ពោះចាញ់ទុកយើងបាទជិតប៉ុន្តែឥឡូវឈ្នះខ្សែក្រវ៉ាត់ហើយទទួលបានឱកាសទៅប្រកួតនៅក្រៅប្រទេសទៀតអញ្ចឹងជាចំណាប់អារម្មណ៍យ៉ាងណាដែរខ្ញុំចំណាប់អារម្មណ៍ជាមួយខ្ញុំភើបបានចេញទៅលេងក្រៅស្រុកលេងទី1រតាន់បានឃើញវីដេអូឯនេះពេលដែលសុកសែនពេលដែលស្វាដៃគាត់ចេញទៅក្រៅប្រទេសបានឃើញដំណឹងដែរក្នុងចិត្តពេលហ្នឹងអារម្មណ៍គិតមិនដែរអារម្មណ៍ក្នុងចិត្តគឺថាថ្ងៃណាមួយខ្ញុំនឹងខំប្រឹងធ្វើឲ្យបានដូចពួកគាត់ដែរឥឡូវខ្ញុំធ្វើបានដែរមានការតាំងចិត្តខ្ពស់តែថាយើងឃើញហើយធនច័ន្ទសាក់គាត់ដួលឲ្យគូត្រឡប់ទឹកមួយបានមើលវីដេអូគាត់បាទតែបើការត្រៀមខ្លួនល្អអត់ទេសម្រាប់ខ្ញុំត្រៀមខ្លួនហើយបានគឺថាអាចបញ្យកខ្សែក្រវ៉ាត់ទៅបានឥឡូវខ្ញុំធ្វើបានបាទចំណុចដែលយើងចាប់ពេលដែលឃើញធនច័ន្ទសាក់ប្រកួតមិនដែរអារម្មណ៍ទៅថាអូវាទៅដូចជាមិនមានជាឧបសគ្គសម្រាប់យើងទេបើប្រៀបធៀបជាមួយនឹងផាវិសាលព្រាមតាមថាវិសាលបងធនច័ន្ទសាក់គាត់អាវុធគាត់ធ្ងន់ជាបាទអញ្ចឹងមកថាបាំងthêmផាវិសាលមួយបាទឃើញច័ន្ទសាក់មិនដែរពេលដែលយើងបានផ្លឹងគីឡូបានអីពេលហ្នឹងឃើញរូបរាងគាត់ឃើញអីយើងគិតមិនដែរតែពិបាកសម្រាប់ណាអត់អីសម្រាប់ខ្ញុំធម្មតាបាទខ្ញុំបានត្រៀមរួចរាល់អស់ត្រៀមហើយធ្លាប់មើលវីដេអូគាត់ប្រកួតនឹងប៉ះគាត់ផ្ទាល់មិនដែរខុសគ្នាឆ្ងាយធ្លាប់មើលគាត់ប្រកួតគាត់បញ្ចេញអត់ទឹកគាត់បានតែទឹកមួយអញ្ចឹងយើងមើលអត់ដឹងថាគាត់ក្បាច់អីគាត់ល្អតែឥឡូវជួបពិតគាត់អាវុធគាត់ធ្ងន់បាទទឹកទី1ប្រើយុទ្ធសាស្ត្រឯដែរតតាន់ព្រោះឃើញថាអត់សូវវាយខ្ញុំគិតថាប្រកួត5ទឹកមួយអត់ចង់ចេញអាវុធបាទចុះទឹកទី2ទឹកទី2ទី1ខ្ញុំវាយចូលពោះគាត់ហើយឃើញគាត់គ្រាគេចូលវាយយកដែរបាទពេលដែលយើងដាច់ហ្នឹងគ្រាមយ៉ាងខ្លួនឯងព្រោះគឺខ្ញុំឃើញច័ន្ទសាក់គាត់ព្យាយាមវាយកាត់ទាំងកែងទាំងទាត់បាទពេលហ្នឹងប្រយ័ត្នខ្លួនឯងទេឬក៏យើងចង់ផ្ដាច់គាត់ខ្លាំងទេទី1ខ្ញុំចង់ផ្ដាច់គាត់ហើយខ្ញុំអត់ប្រហែសអត់បាទចាំថារອບម្ដងកាន់តែមានមួយចិត្តបាទចូលទឹកទី3យើងគិតថាផ្ដាច់គាត់ទៅទឹកទី3ហ្នឹងអត់មើលទៅឬក៏មិនទេឃើញគាត់ងើបមកដូចអត់រំពឹងទៅពេលរាប់ទឹកទី2រំពឹងយកថាងើបអត់រួចតែយកមកបាទខ្សែក្រវ៉ាត់ទីម៉ានអីហ៎តាខ្ញុំលេងខ្សែក្រវ៉ាត់លើកទី2លើកទី2ទៅលើកទី2ទៅលើជោគជ័យលើកទីជួនតារាគេលើកទី1ពាក់កណ្ដាលដាច់ប្រត់លើកនេះបានសម្រាប់លើកនេះយកបានតស៊ូច្រើនទេតាតាមស្នំទៅបានច្រើនតាំងពីខែ3ឥឡូវដល់ខែ6តាមនោះជាតគីឡូគេបងខ្ញុំទៅពេលថ្លឹងខ្ញុំហូបខ្ញុំខំហូបអីស្ដាតែមកថ្លឹងអត់គ្រូដែរបាទគិតថាវាយប្រគប់កិច្ចទេឬក៏យើងមកនេះមានជំនឿចិត្តថាបានខ្សែក្រវ៉ាត់ហើយខ្ញុំអត់មានមកវាយប្រគប់កិច្ចខ្ញុំមកយកខ្សែក្រវ៉ាត់នេះតែបើតែគីឡូមិនតគេគីឡូតគេមិនតែមកគឺតាំងចិត្តហើយបាទមានអីនិយាយទៅកាន់បងប្អូនយើងទៅកាន់លោកគ្រូទៅកាន់ឪពុកម្ដាយទៅជាអ្នកសៀនទៀតទី1ខ្ញុំសុំផ្ដាំទៅពុកហើយម៉ែថាកូនធ្វើបានហើយបងប្អូនអ្នកខេត្តសៀមរាបខ្ញុំយកខ្សែក្រវ៉ាត់ជូនបងប្អូនអ្នកខេត្តសៀមរាបវិញបានហើយបាទមួយទៀតនៅពេលយើងបានខ្សែក្រវ៉ាត់នឹងហើយខ្ញុំឮថាយើងត្រូវតែមានប៉ាសពតដើម្បីយើងធ្វើការប្រកួតក្រៅប្រទេសបាទមានលុយធ្វើប៉ាសពតហើយនៅមានទេបាទដល់តមានអត់មានគឺវាយយកលុយតែទៀតអូខេណែជុំបងបាទ